សូមស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់ Channel រឿងនិទានវេទមន្តខ្មែរទាំងអស់គ្នាមុននឹងចូលទៅកាន់សាច់រឿងសូមបងប្អូនជួយ Subscribe ម្នាក់មួយដើម្បីតាមដាននិងទទួលបានវីដេអូថ្មីៗពីយើងខ្ញុំភឿកបន្តលោកគ្រូឋានទម្លក់ព្រៃម៉ាយាលោកគ្រូឋានបានធ្វើដំណើរមកដល់ទិសខាងលិចដែលជាព្រៃងងឹតដ៏ធំល្វឹងល្វើយទីនេះធ្លាប់ជាកន្លែងដ៏ស្ងប់ស្ងាត់ប៉ុន្តែពេលនេះវាត្រូវបានគ្របដណ្ដប់ដោយអបពណ៌ស្វាយដ៏ក្រាស់មើលអ្វីមិនឃើញសូម្បីតែមួយជំហានពេលលោកគ្រូឋានឈានជើងចូលទៅក្នុងព្រៃភ្លាមលោកស្រាប់តែលែងឮសំឡេងសត្វព្រៃទាំងឡាយទៀតហើយមានតែសំឡេងខ្សឹបខ្សៀវចម្លែកបន្លឺឡើងក្នុងត្រចៀករបស់លោកឯងបរាជ័យហើយឋានឯងមិនអាចការពារអ្នកណាបានទេគ្រួសាររបស់ឯងមិត្តភ័ក្តិរបស់ឯងស្លាប់ដោយសារឯងលោកគ្រូឋានឈប់ថ្មឹងលោកដឹងច្បាស់ថានេះគឺជាមន្តអាគមម៉ាយាដ៏ខាងខ្លារបស់មេទ័ពម៉ាយាវាវាប្រហារទៅលើសេចក្តីភ័យខ្លាចនិងវិបដិសារីក្នុងចិត្តមនុស្សលោកបានឃើញទិដ្ឋភាពដ៏គួរឲ្យតក់ស្លុតប្រជាជននៅក្នុងទីក្រុងក្បែរនោះខ្លះកំពុងរត់គេចពីស្រមោលខ្មែរដែលមិនមានពិតខ្លះទៀតកំពុងយំសោកអបសាក់សាប់ប្រពន្ធកូនដែលតាមពិតគ្រាន់តែជាគល់ឈើស្ងួតពួកគេកំពុងតែវង្វេងនៅក្នុងសុបិនអាក្រក់រៀងខ្លួនមុនអាគមថោកទាបលោកគ្រូឋានស្រែកខ្លាំងរួចលោកក៏ដកក្របពូជមហាបតិភីដែលលោកគ្រូភឿនបានឲ្យមកបូនឋានក្របពូជនេះអាចដុសលូតលាស់ទម្លុះគ្រប់ម៉ាយាកាបើប្អូនប្រើមន្តអាគមភ្លើងរបស់ប្អូនដុតវាលោកគ្រូឋានដាក់ក្របពូជនោះនៅលើដីលោកផ្តន់អារម្មណ៍រួចសូត្រមន្តថាអគិវិញ្ញាណបំភ្លឺសច្ចៈលោកគ្រូឋានបញ្ចេញអណ្ដាតភ្លើងពណ៌ខៀវស្រាលភ្លើងវិញ្ញាណចេញពីចុងម្រាមដៃដុតទៅលើក្របពូជនោះជំនួសឲ្យការឆេះខ្លោចក្របពូជនោះស្រាប់តែប្រេះចេញនិងដុំឡើងយ៉ាងលឿនคล้ายទៅជាដើមឈើពន្លឺដ៏ធំមួយឬបើវាចាក់ទម្លុះដីបញ្ចេញពន្លឺពណ៌មាសដ៏កក់ក្ដៅដើមឈើនោះបានស្រូបយកអបពណ៌ស្វាយទាំងអស់បន្សុទ្ធខ្យល់អាកាសក្នុងតំបន់នោះក្រសំឡេងស្រែកដោយកំហឹងបានបន្លឺឡើងមេទ័ពម៉ាយាបានលេចរូបរាងពិតរបស់វាមានរូបរាងជាមនុស្សស្រីដ៏ស្រស់ស្អាតប៉ុន្តែមានភ្នែករាប់រយនៅពេញខ្លួនដែលភ្នែកនីមួយកំពុងតែសម្លឹងមកលោកគ្រូឋានឯងបំផ្លាញមន្តអាគមរបស់ឯងនាងស្រែកតែឯងមិនអាចបំផ្លាញម៉ាយានៅក្នុងចិត្តរបស់ឯងបានទេភ្លាមនោះទិដ្ឋភាពជុំវិញខ្លួនលោកគ្រូឋានក៏បានផ្លាស់ប្ដូរព្រៃឈើបាត់អស់ជំនួសមកវិញដោយរូបភាពលោកគ្រូកែវនិងលោកគ្រូភឿនកំពុងដេកស្លាប់នៅក្នុងធ្លុកឈាមឯងយឺតពេកហើយឋានដោយសារឯងទន់ខ្សោយពួកយើងត្រូវស្លាប់លោកគ្រូឋានឈប់ថ្មឹងមួយសន្ទុះទឹកភ្នែកមួយដំណក់បានស្រកទៅមេតបម៉ាយាសាច់ក្អាកក្អាយឃើញទេនេះគឺជាវិបដិសារីរបស់ឯងឥឡូវចូលឯងស្លាប់នៅក្នុងភាពអស់សង្ឃឹមនេះចុះនាងប្រមូលធម្មពលម៉ាយាបង្កើតជាលំពាំងដ៏មុតស្រួចរួចស្ទុះទៅចាក់លោកគ្រូឋានដែលហាក់ដូចជាកំពុងតែក្លឹកស្មារតីប៉ុន្តែនៅពេលលំពាំងម៉ាយានោះយិតដល់ទ្រូងលោកគ្រូឋានស្រាប់តែលោកគ្រូឋានបើកភ្នែកធំដែលពេលនេះភ្នែករបស់លោកកំពុងតែឆែកជាអណ្ដាតភ្លើងពណ៌ខៀវឯងច្រឡំហើយលោកគ្រូឋាននិយាយដោយសំឡេងត្រជាក់នោះមិនមែនជាទឹកភ្នែកនៃវិបដិសារីទេតែជាទឹកភ្នែកនៃអាណិតដល់ឯងដែលមិនស្គាល់អ្វីជាមិត្តភក្តិពិតប្រាកដមុនអាគមវេទមន្តវិញ្ញាណត្រាព្រះធរណីដៃរបស់លោកចាប់លំពាំងម៉ាយានោះជាប់ភ្លើងវិញ្ញាណពណ៌ខៀវបានរាវដាវពីដៃលោកឆេះរោលលំពាំងនោះរួចឆេះរាវដាវទៅដល់ដៃរបស់មេទ័ពម៉ាយានេះគឺជាភ្លើងអ្វីហេតុអ្វីវាអាចដុតមុនអាគមរបស់អញបាននេះគឺជាភ្លើងនៃសច្ចៈលោកគ្រូឋានឆ្លើយម៉ាយារបស់ឯងមិនមានឥទ្ធិពលលើអ្នកដែលមានចិត្តស្មោះត្រង់គ្នាទេ
លោកគ្រូឋានប្រាដៃម្ខាងតាក់ទៅលើដីបង្កើតបានជាយន្តដ៏ធំមួយនៅក្រោមជើងមេតបម៉ាយ៉ាឬឈើជាច្រើនបានលេចចេញពីដីរុំពពាត់ជើងរបស់នាងជាប់វិញ្ញាណអាក្រក់ចូលឯងត្រឡប់ទៅទីដែលឯងមកវិញចោះយន្តនោះបានបញ្ចេញពន្លឺដ៏ខ្លាំងក្លាបង្រួមខ្លួនមេតបម៉ាយ៉ារហូតដល់នាងរលាយបាត់បន្តិចម្ដងคล้ายទៅជាធូលីពណ៌ស្វាយមុននឹងត្រូវដើមឈើពន្លឺនោះស្រូបយកអស់អបទាំងអស់បានបាត់ហើយប្រជាជនដែលវង្វេងស្មារតីក៏បានដឹងខ្លួនឡើងវិញទោះបីជាងឿងឆ្ងល់ថាកើតរឿងអ្វីក៏ដោយលោកគ្រូឋានមើលទៅដើមឈើពន្លឺដែលលោកគ្រូភឿនបានអាយក្រោបពូជមកអរគុណហើយបងភឿនលោកងាកទៅទិសខាងជើងដែលជាទីតាំងរបស់រាជធានីមេសនៅសល់តែបងកែវម្នាក់ទៀតសំត្រូវរបស់បងគឺជាសំត្រូវដ៏ខ្លាំងគេអសូរាដែកសូមឲ្យមហេតេរិទ្ធិជួយគុំគ្រងបងផង